ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនខ្លះពីរបៀបនៃការបដាច់ Apple ID របស់យើងណាបងប្អូន Apple ID របស់យើងដែលជាកម្មសិទ្ធិរបស់យើងដែលយើងកំពុងប្រើប្រាស់ណាយើងចង់ផ្ដាច់ឬក៏ដកចេញ Apple ID របស់យើងហ្នឹងចេញពីទូរស័ព្ទទី2បាទចេញពីទូរស័ព្ទផ្សេងក្រៅពីទូរស័ព្ទរបស់យើងណាបងប្អូនណាឧទាហរណ៍ថាទូរស័ព្ទរបស់យើងកំពុងតែប្រើ Apple ID របស់យើងនេះយើងអត់ចង់ឲ្យ Apple ID របស់យើងហ្នឹងទៅអ្នកផ្សេងប្រើប្រាស់ហើយឬក៏យើងដាក់ Apple ID របស់យើងនៅលើទូរស័ព្ទរបស់គេហើយឲ្យគេខ្ចីប្រើសិនទាំងដែលយើងភ្លេច log out ឬក៏ដកចេញ Apple ID របស់យើងហ្នឹងចេញពីទូរស័ព្ទផ្សេងឬក៏អ្នកដទៃចេញណាដែលខ្លាចគេប្រើ Apple ID របស់យើងជាកម្មសិទ្ធិរបស់គេណាបងប្អូនណាបងប្អូនយល់ទេអញ្ចឹងរបៀបនៃការផ្ដាច់ឬក៏ដកចេញ Apple ID របស់យើងចេញពីអ្នកដទៃដែលគេប្រើរបស់យើងឬក៏អាចនិយាយបានថាបំពេញប្រើរបស់យើងអញ្ចឹងណាបងប្អូនណាដើម្បីងាយស្រួលយល់អញ្ចឹងយើងកុំឲ្យខាតពេលយើងចូលទៅផ្ដាច់ទាំងអស់គ្នាថាយើងផ្ដាច់របៀបម៉េចបាទជាដំបូងយើងត្រូវតែ Apple ID របស់យើងនេះយើងសាញនៅក្នុង setting នេះបងប្អូនណាបាទនៅក្នុង setting របស់យើងហ្នឹងនៅពេលដែលយើងចូលមកកន្លែង setting ហ្នឹងវាមិន load ដែរអានេះជា Apple ID របស់ខ្ញុំឈ្មោះថាលុនច័ន្ទលីហ្នឹងណាបងប្អូនណាអញ្ចឹងនៅពេលដែលមានគេប្រើប្រាស់របស់យើងគេមាននៅពេលដែលមានគេប្រើប្រាស់គណនី Apple ID របស់យើងហ្នឹងវានឹង load មក2ឬក៏3អញ្ចឹងទៅបងប្អូនណាបាទឲ្យតែ load ចាប់ពី2ឡើងទៅមានន័យថាមានគេប្រើប្រាស់ account របស់យើងហើយ account របស់យើងគឺដែលកំពុងប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងគឺវានៅខាងលើគេបាទអញ្ចឹងអាទី2ឬក៏អាទី3នៅខាងក្រោមហ្នឹងគឺសុទ្ធតែជាទូរស័ព្ទផ្សេងដែលគេកំពុងតែប្រើប្រាស់ Apple ID របស់យើងណាបងប្អូនណាអញ្ចឹងរបៀបផ្ដាច់ហើយអ្នកខ្លះគាត់ចូលមកគាត់ឃើញគាត់ឃើញគណនីឬក៏ទូរស័ព្ទផ្សេងដែលកំពុងប្រើប្រាស់មាន load របស់ខ្ញុំអញ្ចឹងណាមានន័យថា account របស់គាត់ហ្នឹងគាត់មិនទាន់បាន log នៅក្នុង setting គាត់គ្រាន់តែ log នៅក្នុង App Store ដើម្បី download ណាបងប្អូនណាអញ្ចឹងយើងត្រូវតែ sign out ហើយ log ចូលទៅក្នុង setting សិនបានយើងអាចចូលមកឃើញដូចខ្ញុំបែបនេះណាបងប្អូនដែលបើសិនណាបងប្អូនអត់ច្បាស់កន្លែងហ្នឹងបងប្អូនអាចឆាតមកសួរខ្ញុំឬក៏ comment នៅខាងក្រោមបានណាបងប្អូនណាអញ្ចឹងឥឡូវនេះខ្ញុំប្រាប់ពីរបៀបថាបងប្អូនដែលចូលមកឃើញដូចខ្ញុំចេះបាទអញ្ចឹងរបស់ខ្ញុំនេះគឺមាន iPhone 11 Pro Max ហើយនិង iPhone XR ដែលគេកំពុងប្រើប្រាស់របស់ខ្ញុំណាតែបើខាងលើនេះគេដាក់ថា this iPhone 12 Pro Max អាហ្នឹងគឺជារបស់ខ្ញុំបើគេសរសេរពាក្យថា D iPhone នេះមានន័យថាជារបស់យើងបាទអញ្ចឹងអាទី2ទី3បានគេប្រើរបស់យើងអញ្ចឹងយើងដើម្បីផ្ដាច់បាទកុំឲ្យវីដេអូកាន់តែវែងអញ្ចឹងយើងចូលទៅផ្ដាច់តែម្ដងបងប្អូនណាបាទអញ្ចឹងយើងចូលមកបាទយើងចូលមកបាទនៅពេលដែលយើងចូលមកហើយវានឹងឃើញអាកន្លែងអក្សរពណ៌ក្រហមនេះដែលគេដាក់ថា remove from account អញ្ចឹងយើងចូលទៅ remove ទាំងអស់គ្នាបាទ remove ហើយយើងចុច remove ពណ៌ក្រហមនេះមួយទៀតបាទអញ្ចឹងឃើញហ៎បងនេះគឺវាដាច់អស់មួយហើយនៅសល់មួយទៀត iPhone XR ដែលគេកំពុងប្រើប្រាស់ដែរអញ្ចឹងខ្ញុំចូលទៅផ្ដាច់Apple ID ហ្នឹងចេញពីទូរស័ព្ទរបស់គេមួយទៀតបាទអញ្ចឹងចូលមកងាយបងប្អូនអត់ពិបាកទេហើយបន្ទាប់មកយើងចូល remove from account នេះមួយទៀតបាទហើយយើងចុច remove សញ្ញាពណ៌ក្រហមនេះមកបាទហើយអូខេអញ្ចឹងឃើញបងប្អូនអញ្ចឹងនៅសល់តែមួយទេអញ្ចឹងបើសិននៅសល់តែមួយបែបនេះមានន័យថាអត់មានពីណាគេប្រើប្រាស់របស់យើងទេបាទលុះត្រាតែមានចាប់ពី2ឡើងទៅបងប្អូនបានគេប្រើប្រាស់របស់យើងអាហ្នឹងដើម្បីថាងាយយល់បងប្អូនណាហើយបើសិនណាបងប្អូនគាត់ចេះភាសាអង់គ្លេសខ្លះដែរយើងគាត់តែមើលថា D iPhone នេះគឺមានតែរបស់យើងហើយបាទហើយមួយទៀតដើម្បីឲ្យ account របស់យើងកាន់តែមានសុវត្ថិភាពខ្លាចថាដែលគេប្រើប្រាស់របស់យើងមិញឯងមានដល់ទៅ2 account ខ្លាចគេដូរ password ដូរលេខទូរស័ព្ទឬក៏មាន email ផ្សេងជិតណាបងប្អូនណាដើម្បីកាន់តែសុវត្ថិភាពយើងចូលមកទី2នេះគឺដាក់ពាក្យថា sign in and security បាទឥឡូវចូលទាំងអស់គ្នាបាទ
sign in and security ពេលដែលយើងចូលមកកន្លែងនេះកន្លែងនេះខាងលើនេះគឺ add email or phone number អាហ្នឹងយើងអាច add បានប៉ុន្តែដើម្បីត្រួតពិនិត្យមើលថាតើមានលេខទូរស័ព្ទដែលគេadd ចូលបន្ថែមអត់ខ្លាចថាគេ add ទៅដើម្បីជាកម្មសិទ្ធិផ្ទាល់របស់គេចឹងណាបងប្អូនណាយើងចូលមកកន្លែង two factor authentication បាទនេះចូលមកបាទចូលមកវាអត់មានទេមានតែលេខរបស់ខ្ញុំទេគឺលេខ087 40616នេះគឺបើសិនជាយើងចូលមកមានលេខប្លែកបាទលេខប្លែកក្រៅពីលេខរបស់យើងនេះចាំយើងសាញឲ្យចេញយើងទុកតែលេខរបស់យើងបានណាបងប្អូនណាចុះបើសិនជាយើងឃើញប៉ុណ្ណេះជាកម្មសិទ្ធិរបស់យើងលេខរបស់យើងវាអត់ជាបញ្ហាទេយើងអាចថយមកក្រោយវិញបានបាទអញ្ចឹងរបៀបនៃការផ្ដាច់ Apple ID របស់យើងបាទចេញពីទូរស័ព្ទទី2ឬក៏ចេញពីទូរស័ព្ទផ្សេងគឺយើងធ្វើបែបហ្នឹងបងប្អូនងាយអត់ពិបាកទេហើយបងប្អូនមានចម្ងល់ឬក៏បាទយ៉ាងម៉េចអាច comment នៅក្នុងវីដេអូនេះឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូ like បន្ថែមទៀតបងប្អូនអាច comment បានណាបងប្អូនណាអរគុណច្រើន